មេបញ្ជាការកងទ័ពភូមិភាគមួយថ្មីរបស់ប្រទេសថៃលោកវ៉ូរ៉ាយ៉ូសលួងសុវណ្ណនៅថ្ងៃទី2ខែតុលាឆ្នាំ2025បានសន្យាថានឹងបណ្ដេញអ្នកភូមិព្រៃច័ន្ទរបស់កម្ពុជាដោយហៅពួកគេថាជាជនឈ្លានពានទឹកដីការបដិញ្ញានេះធ្វើឡើងត្រឹម24ម៉ោងប៉ុណ្ណោះក្រោយពេលលោកវ៉ូរ៉ាយ៉ូសបានចូលកាន់តំណែងជំនួសលោកអមរិតប៊ុនស៊ូយ៉ាលោកវ៉ូរ៉ាយ៉ូសបានទៅដល់ភូមិព្រៃច័ន្ទជាលើកដំបូងនៅយប់ថ្ងៃទី1ខែតុលានិងទៅម្ដងទៀតនៅថ្ងៃបន្ទាប់ដែលកាសែតនៅក្នុងស្រុកថៃរាយការណ៍ថាលោកទៅវិតម្លៃស្ថានភាពនៅមូលដ្ឋានជួបមន្ត្រីថ្នាក់ក្រោមនិងធានាសុវត្ថិភាពដល់អ្នកស្រុកនៅចំពោះមុខអ្នកសារព័ត៌មានលោកវ៉ូរ៉ាយ៉ូសនិយាយថាលោកនឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកភូមិកម្ពុជានៅពេលដែលពេលវេលានោះមកដល់ដោយមិនបញ្ជាក់ការច្បាស់លាស់លោកឧត្តមសេនីយ៍រូបនេះនិយាយថាពេលនោះនឹងមកដល់នៅពេលឆាប់លោកបញ្ជាក់ថាទីហ៊ានប៉ូលីសនិងអាជ្ញាធរខេត្តស្រះកែវបានត្រៀមផែនការរួចរាល់អស់ហើយដើម្បីទាមទារយកដីភូមិព្រៃច័ន្ទត្រឡប់ទៅវិញថៃអះអាងថាភូមិព្រៃច័ន្ទជាទឹកដីរបស់ខ្លួនដែលជាទីតាំងផ្ដល់ជំរកសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលភៀសខ្លួននៅក្នុងសង្គ្រាមនាទសវត្សរ៍ឆ្នាំ1980និងបានកំណត់ឲ្យប្រជាជនខ្មែរចាក់ចេញត្រឹមថ្ងៃទី3ខែតុលាឆ្នាំ2025ពីភូមិព្រៃច័ន្ទកាលពីខែសីហាឆ្នាំ2025ថៃបានពាត់បន្លាលួសយកផ្ទះរបស់ពលរដ្ឋខ្មែរនៅក្នុងភូមិព្រៃច័ន្ទនេះចំនួន6ខ្នងរួចមកហើយប៉ុន្តែកម្ពុជាបានច្រានចោលការអះអាងរបស់ថៃកម្ពុជាថាទឹកដីនេះមិនទាន់បែងចែកខណ្ឌសីមាដូច្នេះថៃមិនអាចវាទីយកដោយប្រើផែនទីដែលថៃគូសជាឯកតោភាគីបានទេទោះយ៉ាងណាលោកលីសុវណ្ណរិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថាថៃនៅតែបន្តចាត់ឡាទ័ពនិងត្រៀមឧបករណ៍និងសម្ភារៈរួមទាំងរថយន្តបាញ់ទឹកកម្លាំងខ្លាំងអាវុធសូរស័ព្ទនិងឧស្ម័នបង្ហូរទឹកភ្នែកជាដើមដើម្បីទប់ទល់ការប្រឈមមុខគ្នាជាមួយនឹងអ្នកភូមិព្រៃច័ន្ទ